និយាយតែពីទៅអស់សម័យពេកគេថាបងបុកមកទិញនឹងអស់ស្តុកតែម្ដងហើយចូលមកដល់ order ទី1គឺបងក៏យក3 ក្លិនតែម្ដងហើយក្លិនទី1គឺ Chanel Chain ពណ៌ស្វាយក្លិនទី2គឺ Miss Dior Essence 2025ហើយចុងក្រោយគឺជាខ្លួនរបស់ Prada Paradox Intense និយាយទៅបងក៏យក3ក្លិននេះគេថាដឹងតែពេញចិត្តតែម្ដងដូច Chanel Chain ពណ៌ស្វាយអីចេញមកក្លិនគេគេថាស្អីស្អាតតែម្ដងហើយចូលមកដល់ order ទី2គឺខ្លួនរបស់ LV Symphony ក្លិនមួយនេះគេថាល្បីខ្លាំងមែនតើសំខាន់គឺ unisex ទៀតបងស្រីប្រើក៏បានប្រុសប្រើក៏បានហើយ order ទី3គឺខ្លួនរបស់ LV Limited ក្លិនមួយនេះគេថាបងអាចប្រើប្រចាំថ្ងៃបានសំខាន់អត់ជន់គេទៀតចេញមកមានតែឯងតែម្ដងហើយ order ទី4គឺ LV សម័យនិយាយទៅក្លិនមួយនេះគេថាបងបុកមកទិញច្រើនខ្លាំងមែនតើសំខាន់ឥឡូវដាច់ស្តុកទៀតហៅតែមួយធ្វើឆ្នាំក៏អត់មានដែរហើយ order ទី5គឺ Chanel Coco Mademoiselle ក្លិនគេចេញមកគេថាបែបស្រីស្អាតតែម្ដងសម្រាប់បងយ៉ាងវ័យជំទង់គេថាដឹងតែពេញចិត្តតែម្ដងហើយ order ទី6គឺជាខ្លួនរបស់ JBG La Mer La Parfum ក្លិនមួយនេះគេថាល្អខ្លាំងមែនតើសម្រាប់ទៅ date ឬក៏ទៅកម្មវិធីអីគេថាប្រើបានទាំងអស់តែម្ដងហើយ order ទី7គឺនៅតែមួយនឹងដដែលទេ JBG La Mer La Parfum ក្លិនមួយនេះខែហ្នឹងគេថាលក់ដាច់ខ្លាំងមែនតើសំខាន់គេថាទើបតែបានចូលស្តុកដែរទេហើយ order ចុងក្រោយគឺក្លិនប្រុសព្រាន Dior Sauvage EDP ក្លិនមួយនេះគេថាបងបុកមកកក់ច្រើនខ្លាំងមែនតើដោយសារតែវាអស់ស្តុកហើយសំខាន់គេថាស្តុកក្រោយនេះ version ថ្មីទៀតគេថាដូច original ខ្លាំងមែនតើអញ្ចឹងបើសិនបើបងចង់បានតែ up clone ដែលមានគុណភាពតាក់ទងមកកាន់ Riches Perfume ឥឡូវនេះ